សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍កម្មការនៅវីដេអូរបស់នាងខ្ញុំថ្ងៃនេះសូមចែកម្លែកបងប្អូនតាក់ទងនឹងសកម្មភាពធ្វើស្រែចាបងប្អូនទាំងអស់គ្នាខែនេះគឺជាខែ6ពាក់កណ្ដាលខែថ្ងៃ20ជាងហើយអញ្ចឹងហើយជាធម្មតាឆ្នាំតមិញគឺយើងបានព្រោះរួចរាល់ហើយប៉ុន្តែដល់ឡែកឆ្នាំនេះស្រែនាងខ្ញុំហ្នឹងគឺអត់ទាន់បានព្រោះទេដោយសារតែមានការព្រួយបារម្ភខែប្រាំងហ្នឹងវាវែងវាពីដប់អញ្ចឹងយើងបារម្ភខ្លាចព្រោះហើយទៅរាំងដុះស្មៅអញ្ចឹងថ្ងៃនេះគឺមានច្បាំងអលួយដែលច្បាំងនេះសល់2ឆ្នាំហើយខ្ញុំក៏បានត្រឡប់មកពីធ្វើការវិញអត់ទាន់ដោះកៅអៅធ្វើការអីស្រូបូលទេបងប្អូនគឺមកពីរោងចក្រវិញជាកម្មករហ្នឹងមកបន្តការងារនៅផ្ទះដោយសារតែឃើញពុកគាត់កើបដាក់បាវបងប្អូនហើយខ្ញុំក៏ឃើញអាទេសដៃមានក៏សពកង់សពអីអាទេសហ្នឹងហើយយកមកជួយប្រមូលគាត់ដោយសារវារៀងច្រើនដែរបើសិនជានៅជ្រក់បាវម្ដងមួយញាត់ចូលក្នុងបាវហើយត្រូវចាក់ចេញត្រូវលីទៀតអញ្ចឹងវាយូរអញ្ចឹងខ្ញុំជួយគាត់ទៅគាត់កាយពីលើមកខ្ញុំជួយបោះដាក់អាទេសអញ្ចឹងយើងជួយគ្នាហើយខ្ញុំក៏ជាអ្នកអូសដែរប៉ុន្តែក្នុងសកម្មភាពវីដេអូនេះតិចទៀតបងប្អូននឹងឃើញពុករបស់ខ្ញុំគាត់អូសចឹងគាត់អូសតែមួយអាទេសចុងក្រោយហ្នឹងឯងខ្ញុំឲ្យគាត់អូសដើម្បីថតជូនបងប្អូនទាំងអស់គ្នាដោយសារគាត់កម្លាំងខ្សោយគាត់ចាស់ហើយចឹងហើយគឺអត់ការងារខ្លះយើងធ្វើបានយើងធ្វើបងប្អូនណាខ្ញុំជាស្ត្រីប៉ុន្តែខ្ញុំធ្វើការប្រុសបានទាំងអស់បងប្អូនបច្ចុប្បន្នហ្នឹងនៅផ្ទះខ្ញុំមានតែឪខ្ញុំហើយខ្ញុំទេគឺអត់មានបងប្រុសឬក៏បងប្រុសអីទេអញ្ចឹងការងារតូចធំស្រាធ្ងន់ពុះអូសអូសែងអីនឹងលីអីហ្នឹងគឺការងារហ្នឹងខ្ញុំធ្វើការទាំងអស់ខ្ញុំហើយឲ្យខ្ញុំហើយបងខ្ញុំមកជួយពេលដែលគាត់ទៅថ្ងៃសៅរ៍អាទិត្យអីចឹងទៅហើយនេះគឺជាសកម្មភាពដែលយើងយកច្បាំងលយហ្នឹងដែលយើងប្រមូលការពីមួយឆ្នាំមុនណាទុកឲ្យគោឲ្យទៅវាលយវាចេញជាជីចឹងហើយយើងយកទៅដាក់ហើយខ្ញុំក្រងនឹងភ្ជួរវានៅក្នុងអាទិត្យហ្នឹងអញ្ចឹងយើងដាក់ច្បាំងនឹងមុននៅអាចគោមកភ្នុកទៀតតែគោយើងដាក់ពេលដែលយើងស្រូវយើងរស់យើងស្រូវចិត្តបែកគុំបើយើងរាយអាហ្នឹងវាស្មៅវាអត់ស៊ីអញ្ចឹងតិចនិចនៃការធ្វើស្រែអញ្ចឹងឯងហើយមានមួយទៀតកាលពីខែ4ខែ5គឺយើងប្រមូលស្លឹកឈើពីក្រោមដើមឈើពីអីហ្នឹងពីក្នុងផ្ទះក្នុងអីហ្នឹងយកទៅចាក់នៅវាសែអញ្ចឹងទឹកឈើដែលងាប់ហ្នឹងវាលួយទៅជាជីលើកលែងតែថងមិនវាអត់លួយចឹងជីវិតអ្នកស្រែកសិករខែហ្នឹងមានតែអញ្ចឹងឯងបងប្អូនទាំងអស់គ្នាគឺខំប្រឹងនេះការងារហត់ខ្ញុំបានទិញបបរ1500មកចឹង this is the porridge ហ្នឹងឯងI bought it around 1500 real so cheap in front of the factory so I feel so hungry so that's why I finish my job and then I eating so the tea the first the body because of the this season we do the farm so it's the hard season but we are the farmer so we can do and we have each other today me and my father very work hard and tired so bye bye